Translator connection aborted. Remote disconnected. Translator connection aborted. Remote translator connection aborted. Remote disconnected. Remote enclosed. Translator connection aborted. Remote disconnected. Remote translator connection aborted. Remote disconnected. Remote enclosed connection. Translator connection aborted. Remote disconnected. Remote enclosed connection without response. Translator connection aborted. Remote disconnected. Remote enclosed. Translator connection aborted. Remote disconnected. Remote translator connection aborted. Remote disconnected. យ៉ាងនេះឬកុំគិតអំពីវារឿងបែបនេះប៉ុន្តែនៅពេលដែលអ្នកយល់តាមធម្មជាតិអ្នកនឹងយល់មានរឿងជាច្រើនបានកើតឡើងនៅថ្ងៃនេះសម្រាប់ឲ្យបានល្អប្រសិនបើអ្នកធ្វើបែបនេះនៅ Feng Dashong អ្នកពិតជាមិនសូវស្គាល់វាទេយើងបានបញ្ចប់ការពន្យល់គ្រប់យ៉ាងដែលចាំបាច់ត្រូវពន្យល់បងថ្លៃឲ្យម្ដេចមិនទុកឲ្យអូនរស់កុំបារម្ភអ្នកនឹងមិនស្លាប់មុនពេល Feng Dashong ដួលចុះបើមានវិធីរស់នៅអ្នកមិនចង់ទុកផ្លូវចេញទេបន្ទាប់មកវាអាស្រ័យលើរបៀបដែលនាយកដ្ឋានពាក់ព័ន្ធរបស់អ្នកមានឥរិយាបថអ្នកឈឺចាប់ចុះមកអ្វីគ្រាន់តែរងចាំមាត់ទ្វារឲ្យខ្ញុំមើលធ្លាក់ចុះបន្ថែមទៀតប៉ុន្តែវាមិនមានសុវត្ថិភាពទេលោកស្រីស្រែកយ៉ាងពីរោះតើអ្នកមិនចេះអត់ធ្មត់ក្នុងការប្រុងប្រយ័ត្នទេគាត់បានហៅខ្ញុំថាលោកជំទាវអ្នកគួរមានរឿងសំខាន់ណាស់ប្រាប់ខ្ញុំល្អជាងជប់ទាំងណាស់ទៅយ៉ាងលឿនខ្ញុំមានអ្វីផ្សេងទៀតដែលត្រូវធ្វើសូមសម្រាប់ឲ្យបានល្អចាំខ្ញុំត្រឡប់មកវិញខ្ញុំបានមើលទៅឆ្ងាយពួកគេនៅតែមានពេលវេលា Translator no translation was found using the current translator try another translator ពេលនេះព្រះករុណាគង់នៅជាមួយខ្ញុំប៉ុន្តែពួកគេបានទៅរហូតដល់យើងទៅលេងពួកគេនៅពេលព្រឹកអ្នកមិនចាំបាច់ព្រួយបារម្ភអំពីរឿងទាំងនេះនរណាម្នាក់នឹងដោះស្រាយវាអ្នកធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល Fan Dashong កុំឲ្យពួកគេប្រកូលសម្បត្តិកុំបារម្ភ Fan Dashong គិតថាគាត់នឹងបោះខ្ញុំចេញពីជ្រលងភ្នំអ្នកអាចស្នាក់នៅក្នុងជ្រលងភ្នំតើគាត់អាចស្រមៃបានដោយរបៀបណាខ្ញុំបាននៅទីនេះយូរមកហើយខ្ញុំនៅក្បែរនាងជាយូរមកហើយធ្វើតាម A-line របស់នាងអ្នកគ្រាន់តែនិយាយថាមាននរណាម្នាក់សួរអំពីការប្រុងប្រយ័ត្នបុគ្គលនោះជាជាងជួសជុលខ្ញុំមានរឿងមួយទៀតចង់ប្រាប់អ្នកយើឈីសនិងខ្ញុំបានរៀបការខ្ញុំនឹងទៅរកអ្នកសម្រាប់អ្វីដែលអ្នកមិនទាន់បានធ្វើដើម្បីចូលរួមជាមួយ Chan Dao-cheng ធ្វើឲ្យមនុស្សលងស្នេហ៍មួយប្រុសវាមិនអីទេប្រសិនបើអ្នកមិនចង់ជាប់ខ្លួនអ្នកមានឥទ្ធិពលលើការអភិវឌ្ឍការកំសាន្តនៅវៀតណាមតើអ្នកអាចទទួលខុសត្រូវនេះបានទេអនុប្រធាន Feng ហេតុអ្វីបានជាអ្នកមិនប្រាប់គាត់តើខ្ញុំអាចទទួលខុសត្រូវនេះបានទេក្រុមហ៊ុនមិនដែលបង្ហាញខ្លួនទេអ្វីដែលអាម៉ាស់សម្រាប់ខ្ញុំក៏មកពីក្រុមហ៊ុនមិញដែរកុំឆ្ងល់ថាអ្នកត្រឡប់ទៅវិញដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន
ចូលរួមគ្រប់សកម្មភាពបំភ្លឺដោយទំនុកចិត្តតើអ្នកណាជាអ្នកបញ្ជាអ្នកនៅតែចុះកិច្ចសញ្ញា boss គ្មានកន្លែងសម្រាប់ការស្រឡាញ់គ្រួសារក្រៅពីរបស់អ្នកទេអ្វីគ្រប់យ៉ាងត្រូវតែគោរពតាមក្រុមហ៊ុនជាពិសេសបញ្ជីនៅតែមានប្រសិនបើវាបំពានច្បាប់អាជីវកម្ម10ដងនៃថ្លៃបណ្ដុះបណ្ដាលត្រូវបានទាមទារនោះជាប្រាក់បញ្ញើ10ដងតើអ្នកប្រកាសថាអ្នកអាចមានលទ្ធភាពទិញវាទេខ្ញុំនឹងសម្រេចចិត្តលើអាជីវកម្មរាជវាំង Ten នៅថ្ងៃនេះតើអ្នកប្រកាសថាចង់មកទេខ្ញុំមិនអនុញ្ញាតឲ្យនរណាម្នាក់ទេបន្ថែម Vision ទៅយក Cheng Entertainment ប្រសិនបើអ្នកហ៊ានឈានជើងចូលជូប៊ូខ្ញុំហ៊ានសើចនឹងបញ្ជាខ្យល់នឹងខ្សាច់លោកវែងមានសម្ដីខ្លាំងបែបនេះចុះបើត្រីក្បាលទឹកមិនយល់ស្របអ្នកគឺជាវិនិយោគិនដែលបរាជ័យអ្នកគួរតែដឹងអំពីការបង្ហាញតើវានឹងមានឥទ្ធិពលប៉ុណ្ណាទៅលើប្រយោគទាំងមូលទីបំផុតអត្រានៃការប្រមូលការលក់លើសពី30លានព្រោះមានរឿងបែបនេះកើតឡើងចំពោះតួឯកស្រីធ្វើឲ្យអ្នកចង់ឈ្នះពានរង្វាន់ភាពយន្តនិងទូរទស្សន៍ខ្ញុំបានបាត់បង់ដើមទុនរបស់ខ្ញុំដោយសារតែឧក្រិដ្ឋកម្មរបស់នាងគាត់បានបាត់បង់ឥរិយាបថជាមួយអ្នកទាំងអស់ទៅខ្យល់នឹងខ្សាច់មិនគួរទេហេតុអ្វីបានជាអ្នកសើចថ្ងៃទាំងនេះសត្វឆ្កែចាប់ផ្ដើមចង់បានម្ចាស់របស់វាអ្វីដែលល្អអំពីវាអ្នកនៅតែការពារគាត់ឥឡូវនេះខ្ញុំណែនាំអ្នកឲ្យមានអារម្មណ៍ខាងវិញ្ញាណនៅក្នុងព្រះវិហារគាត់កុំគិតតែពីធ្វើបាបអ្នកដទៃគិតអំពីកិច្ចការរបស់អ្នកតើធ្វើដូចម្តេចដើម្បីស្អប់អ្វីទាំងអស់អាយូលីនប៉ាលោកយូតើមានអ្វីខុស Translate error no translation was found using the current translator try another ឃើញថាអ្នកនៅក្បែរខ្ញុំកំពុងដេកយ៉ាងខ្លាំងខ្ញុំក៏មិនដឹងថាហេតុអ្វីដែរ Translate error no translation was found using the current translator try another translator ខ្ញុំភ្ញាក់ឡើងទើបតែផ្លាស់ប្ដូរកន្លែងមានការព្យាយាមប៉ុន្តែមិនមែនតែងតែបរាជ័យនោះទេប៉ាអ្នកត្រូវតែសង្គ្រោះខ្ញុំពួកគេត្រូវតែរកឃើញ poster មួយចំនួនបើមិនដូច្នេះទេវានឹងមិនអាចបញ្ជាក់ពីរឿងតូចតាចបែបនេះបានឡើយអ្វីដែលត្រូវធ្វើអ្នកមិនត្រូវបានអនុញ្ញាតឲ្យនិយាយទេខ្ញុំក៏ត្រូវអបអរសាទស្សនផលរបស់ខ្ញុំផងដែរប៉ុន្តែខ្ញុំដឹងគោលបំណងរបស់អ្នកទាំងអស់គ្នាមកទីនេះខ្ញុំបានស្គាល់អ្នកបន្តិចកាលពីយប់មិញវត្ថុដែលកំពុងពេញនិយមអ្វីមួយដូចនេះបានកើតឡើងហេតុអ្វីបានជាគាត់ខ្មាស់ចេញទៅជួបនរណាម្នាក់មើលហើយនិយាយមើលរូបរាងដ៏ជឿជាក់របស់គាត់ប្រហែលជាគ្មានស្នេហាទេតើអាចមានចំណាប់អារម្មណ៍អ្វីខ្លះតើអ្នកណាមិនស្គាល់រង្វង់យន្តលេខ្លាចជាស្ត្រីជាមួយ Chandel គ្មាននរណាម្នាក់ស្អាតទេខ្ញុំមិនពាក់ព័ន្ធនឹង Chandel ទេវត្ថុដែលកំពុងពេញនិយម Translate error no translation was found using the current យោងតាមច្បាប់បៃតងយ៉ាវយ៉ាវនិង Chen Yao ជាកម្មសិទ្ធិរបស់ Wecao ផលវិបាកធ្ងន់ធ្ងរសម្រាប់ទីក្រុងនេះគ្រួសាររបស់ខ្ញុំមានសិទ្ធិបន្តបៃតងប្រឆាំងនឹងការទទួលខុសត្រូវរបស់បុគ្គលិកពាក់ព័ន្ធយោធាមានមន្ត្រីរដ្ឋមានខ្ញុំសង្ឃឹមដោយស្មោះថា Shen Shen នឹងមិនធ្វើបាបស្រមោលអាក្រក់នោះទេពីដើម្បីធានាដល់អ្នករាល់គ្នាយើងត្រូវតែជួយសង្គ្រោះអ្នកនិយាយខ្ញុំចង់ពន្យល់ខ្លួនឯងនិងអ្នកទាំងអស់គ្នានេះគូជាវាអ្វីដែលត្រូវពន្យល់និងមិនពន្យល់បន្ទាប់ពីទាំងអស់អ្នកនៅតែមិនទាន់បានឆ្លើយដោយផ្ទាល់តើអ្នកមានទំនាក់ទំនងអ្វីជាមួយ Chandel ដឹងពីអ្វីដែលកំពុងកើតឡើងអ្នកធ្វើឲ្យច្បាស់ជាមុនសិនទោះបីទទួលខុសត្រូវក៏ខ្ញុំមិនទទួលនោះជាសិទ្ធិតើមានអ្វីកើតឡើងរឿងនេះខ្ញុំគិតថាខ្ញុំបានយល់ Chandel ទទួលឥទ្ធិពលពីអ្វីដែលខ្ញុំនិយាយ Vichen ក៏នឹងជួយអ្នកមើលការខុសត្រូវដែរខ្ញុំអាចបញ្ជាក់បាន Chandel និង Chen Yao គ្មានទំនាក់ទំនងតើនេះអាចទៅរួចដោយរបៀបណាច្បាប់អាជ្ញាសិទ្ធិរបស់ Chen Yao អ្វីដែលល្អអំពីវាប្អូនប្រុសមានទុកគ្រប់ពេលខ្ញុំមិនចង់ឲ្យអ្នកថតរូបក្រែរបស់កូនស្រីរបស់អ្នកប្រសិនបើនរណាម្នាក់ឃើញវាគ្រាន់តែស្ដាប់បង្គាប់ហើយធ្វើការជាមួយចៅហ្វាយរបស់យើងដើម្បីដោះស្រាយជាមួយអ្នកបើមិនដូច្នោះទេដំណើររបស់ Wang Chenren នៅក្នុងឧស្សាហកម្មកំសាន្តវាមិនគួរចំណាយពេលយូរទេតើអ្នកធ្លាប់មានគ្រោះថ្នាក់ទេតើវាមើលទៅដូចជាសម្រាប់ភូមិទូរស័ព្ទសម្រាប់អ្នកមែនទេខ្ញុំជួយអ្នកខ្ញុំក៏ចង់រំខានអ្នកក្នុងការសហការខ្ញុំប្រហែលជា